មេតបធំរបស់សហរដ្ឋអាមេរិកធានាថាប្រទេសអ៊ីរ៉ង់នឹងព្រមចុះចាញ់ហើយនឹងយល់ព្រមទៅតាមលក្ខខណ្ឌដែលលោកដូណាល់ត្រាំបានកំណត់ឲ្យខណៈដែលលោកដូណាល់ត្រាំឯនោះវិញក៏កំពុងតែពិចារណាដើម្បីធ្វើប្រតិបត្តិការពិសេសបាទចូលទៅក្នុងប្រទេសអ៊ីរ៉ង់ប្រើប្រាស់នៅកងទ័ពជើងគោកបាទដើម្បីរឹបអូសនៅសារធាតុអ៊ុយរ៉ាញ៉ូមពីអ៊ីរ៉ង់ផងដែរស្ថានភាពសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាពេលនេះយើងក៏ឃើញមានប្រទេសចិនដែលជាបាទនីអាស៊ីក៏បានចូលរួមដើម្បីធ្វើការសម្របសម្រួលបាទនៅក្នុងស្ថានភាពនេះដែរបាទបងប្អូនទាំងអស់គ្នានៅក្នុងបទសម្ភាសន៍ជាមួយនឹងសារព័ត៌មាន CBS News នៅថ្ងៃទី9បាទខែមីនាឆ្នាំ2026នេះរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិកគឺលោក Pete Hegseth បានធានាថាអ៊ីរ៉ង់នឹងព្រមចុះចាញ់បាទហើយនឹងព្រមទៅតាមលក្ខខណ្ឌរបស់ប្រធានាធិបតីនៃសហរដ្ឋអាមេរិកគឺលោកដូណាល់ត្រាំបាទថ្មីនេះលោកដូណាល់ត្រាំក៏តែងតែបញ្ចេញនៅសារតាមរយៈព័ត៌មានបាទដែលលោកបានផ្ដល់បទសម្ភាសន៍គឺមានលក្ខខណ្ឌជាច្រើនដែលលោកចង់ដាក់ឲ្យហើយលក្ខខណ្ឌពិសេសបំផុតនោះគឺការជ្រើសរើសបាទនៅមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់ដោយដៃរបស់លោកដូណាល់ត្រាំផ្ទាល់តែម្ដងបាទបន្ទាប់ពីបាទឥឡូវនេះយើងឃើញថាលោកមុយតាបាបាទកូនរបស់លោកអាយ៉ាតូឡាអាលីខាមេនេហ្នឹងគឺកំពុងតែឡើងកាន់តំណែងហើយក៏មានការមិនពេញចិត្តយ៉ាងខ្លាំងពីលោកត្រាំផងដែរបងប្អូនបាទនៅក្នុងបទសម្ភាសន៍ជាមួយនឹងកម្មវិធី60មីនិតបាទដែលផ្សាយបន្តដោយ Daily Mail លោក Hegseth ដែលជាបាទរដ្ឋមន្ត្រីសង្គ្រាមបាទឬក៏មេតបធំរបស់សហរដ្ឋអាមេរិកតែម្ដងដែលជាអ្នកបញ្ជាការនៅក្នុងបាទសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាពេលនេះគឺបានបញ្ជាក់យ៉ាងច្បាស់ថាយើងកំពុងតែប្រយុទ្ធដើម្បីជ័យជំនះបាទវាមានន័យថាយើងគឺជាអ្នកកំណត់លក្ខខណ្ឌយើងនឹងដឹងនៅពេលដែលពួកគេលែងមានសមត្ថភាពប្រយុទ្ធបាទមានន័យថាស្ថានភាពពេលនេះគឺអាមេរិកជាអ្នកគ្រប់គ្រងទាំងមូលតែម្ដងបើតាមសម្ដីរបស់បាទលោក Pete Hegseth ដែលជាបាទរដ្ឋមន្ត្រីសង្គ្រាមរបស់អាមេរិកនឹងមានចំណុចមួយដែលពួកគេគ្មានជំរឿសអ្វីក្រៅតែពីចុះចាញ់នោះទេទោះជាពួកគេដឹងខ្លួនឬមិនដឹងក៏ដោយក៏ពួកគេនឹងក្លាយទៅជាអ្នកដែលគ្មានសមត្ថភាពប្រយុទ្ធទៀតឡើយពួកគេនឹងចុះចាញ់ជាមិនខានបងប្អូននេះបើតាមប្រភពព័ត៌មានពីសារព័ត៌មាន Daily Mail ដែលបានចុះផ្សាយនៅថ្ងៃទី9ខែមីនា2026នេះស្ថានភាពនេះបើយើងវាតម្លៃទៅតាមសម្ដីរបស់មេតបធំរបស់អាមេរិកគឺមានន័យថាបាទអាមេរិកជិតនឹងបាទគ្រោងបញ្ចប់នៅសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានេះបាទឲ្យបានឆាប់រហ័សតែម្ដងមានន័យថាគ្រោងនឹងបាទផ្ដួលរំលំរបបអ៊ីរ៉ង់នេះតែម្ដងប៉ុន្តែតាមរបៀបណានោះយើងក៏មិនទាន់ដឹងនោះដែរដោយសារតែឥឡូវនេះយើងឃើញថាប្រទេសអ៊ីរ៉ង់បាទក៏នៅតែមានឆ្អឹងខ្នងយ៉ាងរឹងមាំបាទក៏ដូចជាចេញមកគម្រាមបាទដំឡើងថ្លៃប្រេងបាទរហូតដល់$200ក្នុង1បារ៉ែលឯណោះហើយបើសិនជាបាទអ្នកចិត្តខាងដែលនៅតំបន់មជ្ឈិមបូព៌ាហ្នឹងគឺមិនព្រមជួយគ្នាបញ្ឈប់លោកត្រាំដើម្បីវាយប្រហារទៅកាន់ប្រទេសអ៊ីរ៉ង់នាពេលនេះបងប្អូនបាទនេះគឺជាបាទឱកាសតែមួយគត់ដែលអ៊ីរ៉ង់អាចធ្វើមានន័យថាវិធីតែម្យ៉ាងគត់បាទដែលអ៊ីរ៉ង់អាចយកមកបាទដាក់សម្ពាធទៅលើលោកដូណាល់ត្រាំដើម្បីឲ្យបញ្ឈប់ការវាយប្រហារនៅពេលនេះបាទអានេះគឺជាសញ្ញាមួយដែលខ្ញុំធ្លាប់បាននិយាយហើយថាជាសញ្ញាដែលអ៊ីរ៉ង់ចង់ចុះចាញ់បាទប៉ុន្តែអត់មានលេសនិយាយថាចុះចាញ់គឺមិនអាចនិយាយថាចុះចាញ់មានតែប្រើប្រាស់សម្ពាធបាទដើម្បីឲ្យអាមេរិកឈប់វាយព្រោះថាបើវាយតទៅទៀតគឺបាទអ៊ីរ៉ង់អត់មានផលល្អទេបាទឥឡូវយើងឃើញហើយសង្គ្រាមគឺបាទខ្ទេចខ្ទីជោគជាំមកហើយនៅក្នុងប្រទេសអ៊ីរ៉ង់បាទប្រទេសអ៊ីរ៉ង់បានព្រមានថែមទៀតថាខ្លួននឹងធ្វើឲ្យតម្លៃប្រេងពិភពលោកកើនឡើងខ្ពស់ដល់កម្រិតកំណត់ត្រា$200នៅក្នុង1បារ៉ែលបើបណ្ដាប្រទេសជិតខាងមិនព្រមជួយគ្នាបញ្ឈប់សកម្មភាពរបស់ប្រធានាធិបតីដូណាល់ត្រាំនោះទេអាចថាអ៊ីរ៉ង់អាចនឹងទប់លីងរួចហើយមកដល់ស្ថានភាពពេលនេះគឺវាមានរយៈពេល10ថ្ងៃហើយបងប្អូនគិតត្រឹមថ្ងៃទី9នៃខែមីនា2026នេះសារព័ត៌មាន RT របស់រុស្ស៊ីនៅថ្ងៃច័ន្ទទី9ខែមីនា2026នេះបានដកស្រង់សម្ដីរបស់អ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់គឺលោកអ៊ីប្រាហ៊ីមសូលហ្វាហារីដែលបានព្រមានថាយើងសង្ឃឹមថារដ្ឋាភិបាលនៃប្រទេសមូស្លីមនឹងស្រុះដៃគ្នាបាទចេញការព្រមានដល់សហរដ្ឋអាមេរិកនិងរបប Zionist ប្រឆាំងសកម្មភាពដ៏កំសាកដែលធ្វើបាបមនុស្សដូច្នេះអណ្ដាតភ្លើងនៃសង្គ្រាមនឹងមិនឆេះរៀលដាល់ទេប៉ុន្តែបើសិនជាអ្នកចង់ឲ្យតម្លៃប្រេងហក់ឡើងដល់$200នៅក្នុង1បារ៉ែលអញ្ចឹងអ្នកធ្វើបែបនឹងទៀតចុះបាទមានន័យថាស្ថានភាពពេលនេះអ៊ីរ៉ង់មិនមែនគម្រាមទៅអាមេរិកទេគឺគម្រាមទៅបណ្ដាប្រទេសផ្សេងៗដើម្បីឲ្យបណ្ដាប្រទេសផ្សេងៗហ្នឹងបាទប្រមូលគ្នាទៅដាក់សម្ពាធឲ្យលោកដូណាល់ត្រាំបាទដើម្បីឲ្យបន្ធូរបន្ថយក្នុងការវាយប្រហារទៅកាន់ប្រទេសអ៊ីរ៉ង់ពេលនេះបាទព្រោះថាអាចនឹងទប់លេងរួចដែរបើតាមស្ថានភាពដែលយើងមើលជាក់ស្ដែងនៅពេលឥឡូវនេះតាមបាទការប្រកាសពីអ៊ីរ៉ង់ក៏ដូចជាការប្រកាសពីបាទសហរដ្ឋអាមេរិកផងដែរបងប្អូនប្រភពព័ត៌មានដែលខ្ញុំបានដកស្រង់នេះគឺបាទជាបណ្ដាញសារព័ត៌មាន RT បងប្អូន
ឥឡូវនេះយើងទៅមើលអំពីប្រតិបត្តិការដែលលោក Donald Trump ឬក៏អាមេរិកកំពុងតែពិចារណាដែលជាប្រតិបត្តិការពិសេសមួយក្នុងការបញ្ជូនកងទ័ពជើងគោកបាទចូលទៅរឹបអូសយកនៅសារធាតុអ៊ុយរ៉ាញ៉ូមបាទរបស់ប្រទេសអ៊ីរ៉ង់បាទសារធាតុអ៊ុយរ៉ាញ៉ូមនេះបងប្អូនខ្លះប្រហែលជាដឹងហើយគឺជាសារធាតុមួយដែលគេយកទៅផលិតជាបាទគ្រាប់បែកនុយក្លេអ៊ែរបាទហើយអ៊ីរ៉ង់ក៏បាទចង់ផលិតនុយក្លេអ៊ែរខ្លាំងណាស់ដែរបាទស្ថានភាពនេះហើយដែលធ្វើឲ្យលោក Donald Trump បាទធ្វើសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាពេលនេះប្រធានាធិបតីនៃសហរដ្ឋអាមេរិកកំពុងពិចារណាលើជម្រើសនៅក្នុងការដាក់ពង្រាយកងកម្លាំងពិសេសនៅលើដីផ្ទាល់បាទដើម្បីរឹបអូសយកសារធាតុអ៊ុយរ៉ាញ៉ូមដែលមានកម្រិតអាចផលិតគ្រាប់បែករបស់អ៊ីរ៉ង់យ៉ាងណាក៏ដោយក្រមមន្ត្រីអាមេរិកបានបង្ហាញការព្រួយបារម្ភថាស្តុកសារធាតុអ៊ុយរ៉ាញ៉ូមទាំងនោះអាចត្រូវបានគេផ្លាស់ប្ដូរទីតាំងទុករួចបាត់ទៅហើយនេះបញ្យោងតាមមន្ត្រីការទូតចំនួន3រូបដែលបានដឹងអំពីបញ្ហានេះបាទកន្លងទៅយើងឃើញថាអាមេរិកក៏បានវាយប្រហារដោយបាទយន្តហោះ B2 Spirit បាទទម្លាក់គ្រាប់បែក2គ្រាប់តែម្ដងនៅក្នុងរូងក្រោមដីរបស់អ៊ីរ៉ង់ដែលកំពុងតែបាទព្យាយាមក្នុងការផលិតនៅគ្រាប់បែកនុយក្លេអ៊ែរអញ្ចឹងស្ថានភាពតាំងពីពេលនោះមកជាង1ឆ្នាំមុនហ្នឹងបងប្អូនគឺអ៊ីរ៉ង់ប្រុងប្រយ័ត្នជានិច្ចមានន័យថាគេអាចនឹងបដូរផ្លាស់ទីកន្លែងក្នុងការលាក់ទុកបាទសារធាតុអ៊ុយរ៉ាញ៉ូមនេះព្រោះថាគេដឹងអំពីហានិភ័យហើយបាទថាអាមេរិកគឺមិនយល់ស្របក្នុងការផលិតអាវុធនុយក្លេអ៊ែរដោយប្រទេសអ៊ីរ៉ង់នេះទេបាទសម្ដៅទៅលើស្តុកអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់លោក Donald Trump បានថ្លែងការពីយប់ថ្ងៃសៅរ៍នៅលើយន្តហោះ Air Force One ថាពួកគេមិនទាន់អាចចូលទៅដល់ទីតាំងនោះបាននោះទេហើយនៅពេលណាមួយប្រហែលជាយើងនឹងធ្វើវាមានន័យថាសកម្មភាពនេះស្ថិតនៅក្នុងការគ្រោងទុកជានិច្ចរបស់សហរដ្ឋអាមេរិកបងប្អូនបាទយោងតាមសារព័ត៌មាន Bloomberg មន្ត្រីអាមេរិកបានសម្ដែងពីទំនុកចិត្តរបស់ខ្លួនចំពោះទីតាំងស្តុកអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់នេះប៉ុន្តែទន្ទឹមនឹងនេះក៏មានការលើកឡើងផងដែរថាបើតាមព័ត៌មានផ្ទៃក្នុងអាមេរិកហាក់មិនសូវមានភាពប្រកបប្រជាចំពោះទីតាំងស្តុកអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់នោះទេបាទប្រទេសអ៊ីរ៉ង់នេះគឺពោពេញទៅដោយរូងក្រោមដីបងប្អូនព្រោះថាបាទអាចវិប្រៀបដូចជាវាលរហោស្ថានអញ្ចឹងមិនសូវមានដើមឈើច្រើនទេបាទអញ្ចឹងគឺគេប្រើប្រាស់នៅរូងក្រោមដីបង្កើតជាតំបន់សម្ងាត់បាទលាក់ភ្នែកពីពិភពលោកឬក៏សហរដ្ឋអាមេរិកពីផ្កាយរណបតែម្ដងបងប្អូនបាទអញ្ចឹងការលាក់នេះវាធ្វើឲ្យសហរដ្ឋអាមេរិកពិបាកក្នុងការស្វែងរកនៅសារធាតុអ៊ុយរ៉ាញ៉ូមនេះព្រោះថាអ៊ីរ៉ង់ក៏បានចម្រាញ់នៅសារធាតុអ៊ុយរ៉ាញ៉ូមនេះបានមួយចំនួនហើយដែរបងប្អូនបាទការវាយប្រហារលើមូលដ្ឋានអាតូមិករបស់ប្រទេសអ៊ីរ៉ង់កាលពីឆ្នាំមុនដែលប្រើប្រាស់នៅយន្តហោះ B2 Spirit ទៅទម្លាក់ហ្នឹងបងប្អូនបាទកន្លែងដែលផលិតនុយក្លេអ៊ែរហ្នឹងគឺបានធ្វើឲ្យកិច្ចការតាមដានសារធាតុអ៊ុយរ៉ាញ៉ូមមានភាពស្មុគស្មាញកាន់តែខ្លាំងឡើងបាទនេះគឺប្រភពព័ត៌មានពីសារព័ត៌មាន Bloomberg ដែលបានចេញផ្សាយកាលពីថ្ងៃទី8បាទខែមីនា2021នេះបងប្អូនទាំងអស់គ្នាបើយើងវិភាគឲ្យមែនទែនទៅបើសិនជាអាមេរិកបាទបញ្ជូននៅកងទ័ពជើងគោកចូលទៅដើម្បីធ្វើការស្វែងរកក៏ដូចជារឹបអូសនៅសារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ដែលខិតខំលាក់ទុកនេះបាទមានន័យថាជាសញ្ញាមួយដែលអាមេរិកបានគ្រប់គ្រងទាំងស្រុងនៅលើសង្គ្រាមនេះហើយប៉ុន្តែឥឡូវនេះប្រតិបត្តិការនេះមិនទាន់ចេញជាផ្លូវការទេគ្រាន់តែស្ថិតនៅក្នុងការត្រៀមទុកបាទដោយកងទ័ពរបស់សហរដ្ឋអាមេរិកឬក៏ដោយលោក Donald Trump តែប៉ុណ្ណោះបើសិនជានៅពេលណាមួយដែលសហរដ្ឋអាមេរិកអាចបាទគ្រប់គ្រងឬក៏អាចបាទម្ចាស់ការទៅលើសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានេះបានឬក៏ផ្ដួលអ៊ីរ៉ង់រហូតដល់ងើបលេងរួចបាទយកប្រតិបត្តិការនេះនឹងកើតឡើងមានន័យថាបាទសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាគឺនឹងត្រូវបានបញ្ចប់បាទមានន័យថាបាទលោក Donald Trump គឺអាចបាទតាមរកនៅសារធាតុអ៊ុយរ៉ាញ៉ូមនៅក្នុងប្រទេសអ៊ីរ៉ង់នេះបានដោយងាយស្រួលតែម្ដងហើយបើសិនជាអ៊ីរ៉ង់អត់មានសារធាតុនេះទេគឺច្បាស់ណាស់มันអាចផលិតនៅបាទគ្រាប់បែកឬក៏អាវុធនុយក្លេអ៊ែរដែលជាអាវុធបល្ល័យលោកបាននោះទេបងប្អូនហើយបាទមូលហេតុដែលសហរដ្ឋអាមេរិកមិនចង់ឲ្យអ៊ីរ៉ង់ផលិតនៅបាទគ្រាប់បែកនុយក្លេអ៊ែរនេះក៏អាចថាដោយសារតែប្រទេសអ៊ីរ៉ង់មួយនេះគឺជាបងធំនៅតំបន់បាទមជ្ឈិមបូព៌ាបាទអញ្ចឹងបើសិនជាអ៊ីរ៉ង់កាលណាដែលមានបាទគ្រាប់បែកនុយក្លេអ៊ែរនេះគឺវាជាហានិភ័យធំបំផុតប្រទេសអ៊ីស្រាអែលហ្នឹងឯងបងប្អូនបាទដោយកន្លងទៅមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់ក៏ធ្លាប់បានប្រកាសដែរថាបើសិនជាមាននុយក្លេអ៊ែរបងប្អូនបាទអ៊ីស្រាអែលនឹងបាត់ចេញពីផែនទីបាទពិភពលោកតែម្ដងមានន័យថានឹងកំទេចបាទអ៊ីស្រាអែលដល់ឆ្អឹងតែម្ដងប៉ុន្តែឥឡូវនេះបាទអ៊ីស្រាអែលក៏បានឆ្លៀតឱកាសដើម្បីវាយប្រហារទៅលើអ៊ីរ៉ង់មុនដែលធ្វើឲ្យអ៊ីរ៉ង់កំពុងតែចាញ់ប្រៀបយ៉ាងធ្ងន់ធ្ងរផងដែរសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបាទរហូតដល់ថ្ងៃទីបាទ10នៃការវាយប្រហារគ្នានេះយើងឃើញថាប្រទេសចិនឥឡូវនេះក៏បានចូលខ្លួនធ្វើជាអ្នកសម្របសម្រួលដែរបងប្អូនបាទដើម្បីបាទពន្លត់នៅភ្លើងសង្គ្រាមរវាងអាមេរិកអ៊ីស្រាអែលជាមួយនឹងអ៊ីរ៉ង់នេះតាមការផ្សាយរបស់សារព័ត៌មាន BBC បាទនៅថ្ងៃច័ន្ទទី9ខែមីនាឆ្នាំ2026លោកស៊ិនជុន
ប្រេសិតពិសេសរបស់ប្រទេសចិនទទួលបន្ទុកកិច្ចការមជ្ឈមបូព៌ាគឺបានធ្វើដំណើរទៅកាន់រាជធានីរីយ៉ាតបាទដើម្បីបាទជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសរបស់អារ៉ាប៊ីសាអូឌីតនិងអគ្គលេខាធិការរបស់ក្រមប្រឹក្សាសហប្រតិបត្តិការប្រទេសឈូងសមុទ្ររហូតមកដល់ពេលនេះយើងឃើញថាប្រទេសចិនបាទខិតខំក៏ដូចជាខ្នះខ្នែងក្នុងការសម្របសម្រួលនិងបាទជ្រោមជ្រែងទៅលើប្រទេសអ៊ីរ៉ង់បាទដើម្បីធ្វើឲ្យសង្គ្រាមនេះកាន់តែបាទឆាប់រលត់ឲ្យបានកាន់តែឆាប់រហ័សហើយយើងឃើញថាឥឡូវនេះក៏ចិនបានបញ្ជូននៅបេសកជនពិសេសបាទដើម្បីទៅសម្របសម្រួលបាទនៅតំបន់មជ្ឈមបូព៌ាផងដែរបាទដើម្បីឲ្យបាទភាពតានតឹងនៅសង្គ្រាមនេះវាកាន់តែបាទបន្ធូរបន្ថយម្ដងតិចមានន័យថាសង្គ្រាមគឺมันអាចបញ្ឈប់បានភ្លាមទេមករហូតមកដល់ដំណាក់កាលនេះហើយណាបងប្អូនប៉ុន្តែចិនក៏ខិតខំខ្នះខ្នែងដែរដូចជាឥឡូវនេះអញ្ចឹងគឺបញ្ជូនបេសកជនទៅជួយតែម្ដងចំណែកឯរុស្ស៊ីឯនោះវិញក៏រហូតមកដល់ពេលនេះបាទរៀងស្ងាត់ស្ងៀមបន្តិចហើយបន្ទាប់ពីមានការជួយមួយចំនួនអំពីបាទរឿងដ្រូនរឿងសភាវុធកាលពីវាយគ្នាដបងបងប្អូនជួយទៅលើអ៊ីរ៉ង់ប៉ុន្តែរុស្ស៊ីក៏មិនបានចេញមុខចេញមាត់ធំដុំអីនោះដែរហើយក៏មិនបានបញ្ជូននៅបេសកជនដើម្បីសម្របសម្រួលអីនោះដែរបាទគ្រាន់តែជាមានជាការថ្កោលទោសទៅលើសហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់ក្នុងសង្គ្រាមនេះតែប៉ុណ្ណោះបងប្អូនបាទតើតើទៅនឹងសោកនាដកម្មដែលកើតឡើងកាលពីសង្គ្រាមចាប់ផ្ដើមដំបូងបាទក្នុងប្រទេសអ៊ីរ៉ង់ដែលមានក្របបែកបាទធ្លាក់ចំសាលារៀនមួយចំនួនសម្រាប់កូនសិស្សបាទអាយុពី7ទៅ12ឆ្នាំបាទរហូតដល់175នាក់ដែលជាសោកនាដកម្មដ៏ធំបំផុតរបស់ប្រទេសអ៊ីរ៉ង់ប្រចាំឆ្នាំ2026នេះបងប្អូនកន្លងទៅយើងឃើញថាអាមេរិកបានដាក់ការស៊ើបអង្កេតទៅលើករណីនេះថាតើអ្នកណាជាអ្នកបង្កហេតុនេះបាទមានន័យថាអាមេរិកគេមិនបានថាបាទកងទ័ពរបស់ខ្លួនទម្លាក់ទេបើគឺមានតែអាចថាអ៊ីរ៉ង់ឬក៏អ៊ីស្រាអែលប៉ុន្តែឥឡូវនេះលោកដូណាល់ត្រាំបានចេញមុខមកអះអាងហើយបន្ទាប់ពីមានការស៊ើបអង្កេតបានរយៈពេល 2-3 ថ្ងៃនេះបាទការវាយប្រហារនោះគឺជាស្នាដៃរបស់អ៊ីរ៉ង់ខ្លួនឯងទៅវិញទេបាទពោលគឺមិនមែនជាស្នាដៃរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនោះទេបាទនេះគឺជាសម្ដីរបស់លោកដូណាល់ត្រាំផ្ទាល់តែម្ដងបងប្អូនគាត់ចោទថាបាទអ៊ីរ៉ង់នេះគឺទម្លាក់គ្រាប់បែកឲ្យចំប្រជាជនខ្លួនឯងបាទនឹងដើរតួជាបាទតួកំសត់បាទលោកដូណាល់ត្រាំបាននិយាយថាតាមខ្ញុំគិតផ្អែកទៅលើអ្វីដែលខ្ញុំបានឃើញវាជាស្នាដៃរបស់អ៊ីរ៉ង់ក្រោយមកអ្នកកាសែតក៏បានសួរទៅរដ្ឋមន្ត្រីក្រសួងសង្គ្រាមលោកផេតហាសេតបាទដែលជាមេតបធំនឹងថាតើពិតជាអ៊ីរ៉ង់ជាអ្នកធ្វើមែនឬក៏យ៉ាងណាលោកផេតហាសេតបានឆ្លើយថាពិតហើយបាទជាស្នាដៃរបស់អ៊ីរ៉ង់ពិតមែនប៉ុន្តែយើងកំពុងស៊ើបអង្កេតមានតែអ៊ីរ៉ង់ទេដែលកំណត់គោលដៅលើជនស៊ីវិលប៉ុណ្ណោះបាទនេះគឺជាការអះអាងរបស់បាទការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិកមានន័យថាអាមេរិកបាទបានប្រកាសថាអ៊ីរ៉ង់គឺធ្វើបាបប្រជាជនខ្លួនឯងបាទដើម្បីបាទតាក់ទាញឬក៏ដើម្បីយ៉ាងណាយើងមិនដឹងនោះទេបាទយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់យ៉ាងណាយើងមិនដឹងនោះទេប៉ុន្តែតាមការបញ្ជាក់របស់បាទអាមេរិកគឺបាទអ៊ីរ៉ង់ជាអ្នកបាញ់ប្រហារទៅលើប្រជាជនខ្លួនឯងបាទនៅក្នុងសោកនាដកម្មសម្រាប់ប្រជាជនបាទសម្រាប់កូនសិស្ស175នាក់នេះនៅក្នុងសាលារៀននេះបងប្អូនបាទហើយបាទអាមេរិកជាមួយនឹងអ៊ីស្រាអែលក៏បានប្រកាសដែរថាមិនមែនប្រទេសទាំងពីរអ្នកនេះអ្នកធ្វើទេប៉ុន្តែចំណែកឯអ៊ីរ៉ង់ឯនោះវិញក៏បានចោទប្រកាន់ថាបាទអាមេរិកជាមួយនឹងអ៊ីស្រាអែលនឹងឯអ្នកដែលបាទទម្លាក់គ្រាប់បែកចូលទៅក្នុងសាលារៀនមួយនេះអញ្ចឹងមានន័យថាវានៅមានភាពប្រទាំងប្រទើគ្នាចោទប្រកាន់គ្នាទៅវិញទៅមកហើយយើងក៏មិនដឹងមិនច្បាស់ដែរដោយសារសង្គ្រាមនេះគឺបាទមានតែ3ប្រទេសនឹងឯងជាអ្នកដឹងខ្លួនឯងច្បាស់តែម្ដងបងប្អូនបាទឥឡូវនេះយើងទៅមើលអំពីសង្គ្រាមនៅក្នុងប្រទេសអ៊ីស្រាអែលឯនោះវិញដែលកំពុងតែវាយប្រហារទៅលើប្រទេសលីបង់បាទព្រោះថាអ៊ីស្រាអែលឥឡូវនេះធ្វើសង្គ្រាមទ្វេទិសបាទគឺវាយលីបង់ផងវាយបាទអ៊ីរ៉ង់ផងហើយសង្គ្រាមនៅលីបង់បងប្អូនយើងឃើញថាអ៊ីស្រាអែលបានប្រើប្រាស់នៅ post war ពណ៌សបាទគឺបាញ់ប្រហារទៅលើប្រជាជនអ៊ីរ៉ង់តែម្ដងបាទបើស្ដាប់ទៅវាហាក់បីដូចជាមានភាពសាហាវឃោឃៅដែរដែលវារំលឹកដល់ដែលយោធាថៃបានធ្លាប់ប្រើប្រាស់ពិធីនេះបាទដើម្បីឈ្លានពានទឹកដីកម្ពុជាយើងណាបងប្អូនកាលពីពេលកន្លងទៅបងប្អូនគឺចាំបានហើយតាក់ទងទៅនឹងសកម្មភាពយោធាថៃបងប្អូនបាទអង្គការឃ្លាំមើលសិទ្ធិមនុស្សហៅកាត់ថា HRW មានមូលដ្ឋាននៅក្នុងទីក្រុងញូវយ៉កបានលើកឡើងនៅក្នុងរបាយការណ៍មួយថាកងទ័ពអ៊ីស្រាអែលបានប្រើប្រាស់គ្រាប់បែក post war ពណ៌សបាទដែលមានការបាញ់ចេញពីកំភ្លើងធំដោយខុសច្បាប់សម្ដៅទៅលើផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស៊ីវិលនៅក្នុងទីក្រុងហ៊ូម៉័របាទភាគខាងត្បូងរបស់ប្រទេសលីបង់កាលពីថ្ងៃទី3ខែមីនា2026បាទអញ្ចឹងស្ថានភាពនេះគឺគេថាកើតឡើងតាំងពីថ្ងៃទី3មកម្លេះប៉ុន្តែតាមការស៊ើបអង្កេតទើបតែដឹងច្បាស់ថាអ៊ីស្រាអែលបានប្រើប្រាស់នៅ phosphor បាទឬក៏ផ្សែងពុលបាទដែលខ្មែរយើងហៅស្រួលស្ដាប់គឺផ្សែងពុលបាទបាញ់ទៅលើបាទប្រជាជនលីបង់បងប្អូន
HWO បានបន្ថែមថាខ្លួនបានផ្ទៀងផ្ទាត់នៅកំណត់ទីតាំងរូបភាពចំនួន7សន្លឹកដែលបង្ហាញអំពីការប្រើប្រាស់នៅក្របបែក post-war ពណ៌សដែលបានបាញ់ទៅលើអាកាសនៅតំបន់លំនៅឋាននៃទីក្រុងហើយបុគ្គលិកការពារស៊ីវិលក៏បានឆ្លើយតបទៅនឹងការឆាបឆេះយ៉ាងហោចណាស់2ខ្នងនិងរថយន្តមួយគ្រឿងនៅក្នុងតំបន់នោះផងដែរបាទនេះគឺជាការប្រកាសដោយអង្គការឃ្លាំមើលសិទ្ធិមនុស្សដែលប្រើប្រាស់នៅប្រព័ន្ធស៊ើបអង្កេតឬក៏ផ្កាយរណបដើម្បីបានថតចាប់នៅសកម្មភាពរបស់អ៊ីស្រាអែលបាញ់ប្រហារទៅលើប្រជាជនលីបង់បងប្អូនដោយប្រើប្រាស់នៅផ្សែងពុលហើយផ្សែងពុលនេះគឺជាការហាមឃាត់នៅក្នុងច្បាប់នៃសង្គ្រាមគឺមិនអាចយកមកប្រើប្រាស់បានទេខុសច្បាប់សិទ្ធិមនុស្សគឺវាមានភាពសាហាវឃោរឃៅពេកបងប្អូនប្រើប្រាស់ផ្សែងពុលហើយកន្លងទៅយោធាថៃក៏ធ្លាប់ប្រើប្រាស់នៅផ្សែងពុលដើម្បីបាញ់ប្រហារទៅលើកងទ័ពរបស់យើងនៅក្នុងសង្គ្រាម2លើកមកនេះផងដែរបងប្អូនឥឡូវនេះយើងឃើញនៅខាងអ៊ីស្រាអែលនៅវិញក៏បានប្រើប្រាស់នៅ post war នេះដែរវាពិតជារំលឹកដល់ភាពឈឺចាប់នៃប្រជាជនខ្មែរវាហាក់បីដូចជាប្រទេសលីបង់ឥឡូវនេះដូចជាកម្ពុជាយើងអញ្ចឹងដែលត្រូវបានវាយប្រហារដោយផ្សែងពុលនេះបងប្អូនហើយស្ថានភាពនៅខាងលីបង់អ៊ីស្រាអែលក៏កំពុងតែក្តៅដែរគឺមានការវាយប្រហារគ្នាខ្លាំងដោយអ៊ីស្រាអែលបានបើកការវាយប្រហារទៅលើលីបង់មុនអញ្ចឹងយើងសង្គ្រាមនេះគឺអ៊ីស្រាអែលជាអ្នកបើកការវាយប្រហារមុនទាំងអស់តែម្ដងវាយប្រហារទៅលើអ៊ីរ៉ង់ផងវាយប្រហារទៅលើលីបង់ផងបងប្អូនដូច្នេះនេះគឺជាស្ថានភាពសំខាន់នៅក្នុងសង្គ្រាមនៃតំបន់មជ្ឈិមបូព៌ាគិតត្រឹមថ្ងៃទី9ខែមីនាឆ្នាំ2026នេះដែលបានដកស្រង់ពីបណ្ដាញសារព័ត៌មានក្នុងស្រុកដែលជាព័ត៌មានផ្លូវការនិងសារព័ត៌មានអន្តរជាតិព័ត៌មានផ្លូវការដូចគ្នាដើម្បីជម្រាបជូនបងប្អូនដោយ channel ខ្ញុំសាយយ័ន្តនេះផងដែរបងប្អូនវីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នេះទេបើសិនជាមានរឿងរ៉ាវណាថ្មីទៀតអំពីបញ្ហាព្រំដែននេះនឹងជម្រាបជូនបងប្អូនជាបន្តទៀតសូមអរគុណនិងសូមជម្រាបលា